Đam Christmas ponនេះពេលខ្ញុំទិញមកដំបូងខ្ញុំគិតថាបាត់ព្រៀបទៅមិនស្អាតទេតែដោយសារខ្ញុំចង់ឲ្យវាស៊ីមួយពណ៌តែខ្ញុំក៏សម្រេចបន្ថយទិញមកតែលទ្ធផលពេលដែលរៀបចំហើយទាំងអស់គ្នាគឺខ្ញុំស្មានដល់ទេស្អាតខាងឡើង perfect ហ្មងឥឡូវមកបងប្អូនមើលការរៀបចំដើមគ្រីស្មាស់របស់ខ្ញុំទាំងអស់គ្នាកូនបើឆាខ្ញុំដល់កេះអាចចំមកធ្វើដឹងបរោយខ្ញុំសម្រាប់ដើមគ្រីស្មាស់នេះគឺខ្ញុំទិញជាសេតបងប្អូនរាល់ឆ្នាំខ្ញុំទិញដើមផ្សេងអាគ្រឿងអសេសរីនឹងផ្សេងមកដើមពេលខ្លះអស់ពី300ហើយក្នុងដើមនេះខ្ញុំទិញអស់តែ100ជាងបងប្អូនអញ្ចឹងក្នុងដើមនេះដំបូងគឺគេកាច់វាជាកណាត់ណាហើយគេក៏មានជើងទ្រមួយដែរហើយសម្រាប់គ្រឿងអសេសរីទាំងអស់នៅពេលដែលខ្ញុំយកចេញពីក្នុងប្រអប់ហ្នឹងមកខ្ញុំទុកវាឲ្យស្រួលងាយស្រួលយើងប្រើឆ្នាំក្រោយទៀតយ៉ាងម៉េចទិញទៀតទេអត់លុយច្រើនណាបងប្អូនឃើញអដេកខាងក្រោយខ្នងខ្ញុំនោះអីនៅសល់ពីឆ្នាំក្រោយមកហ្នឹងអញ្ចឹងជាដំបូងគឺយើងតឡើងជើងសិនតែមុននឹងតឡើងខ្ញុំគិតថាខ្ញុំក្រាស់អានេះដើម្បីបាំងអាជើងដើមហ្នឹងកុំឲ្យវាខ្វក់មើលតែមានណាអានេះគេចង់ពេលយើងតឡើងហើយចាំដាក់ក៏បានដែរដោយសារគេមានអាសម្រាប់បិទស្អិតតោះជ្រុលឲ្យដកចេញមកដាក់ហើយហ្មងទៅដើមនេះបើសិនជាយើងដាក់មិនស្រួលទេមុតដៃតែ feeling ដូចវាប្រឡាក់ព្រិលអញ្ចឹងតែព្រិលមិនព្រិលតាំងក្បាលខ្ញុំឡើងទៅសសោះពេញទាំងអស់អញ្ចឹងដំបូងគឺយើងចាប់ដើមដាក់វាមកតណៈហើយខ្ញុំហែកវាពីមួយកង់ហ្នឹងឲ្យវាបាច់សិនរៀបដើមនឹងបដាមើល background sound គេខាងក្រោយបដានិយាយពីថាទេ feeling Christmas ធ្លាក់ព្រិលហ្មងអញ្ចឹងបន្ទាប់ពីញែកហើយខ្ញុំក៏ដាក់ថែមមួយកង់ទៀតហើយបន្តញែកវាអញ្ចឹងទៀតប៉ុន្តែតាមបទពិសោធន៍ខ្ញុំអ្នកទាំងអស់គ្នាអាក្រុមយើងញែកវាអញ្ចឹងអត់អីណាប៉ុន្តែដើម្បីភាពងាយស្រួលអាខាងចុងគេនេះគឺញែកវាហើយមុនពេលដែលយើងដាក់វាចុងក្រោយគេព្រោះអីវាខ្ពស់ទៅយើងកាន់តែពិបាកញែកបើសិនជាយើងមានកៅអីឬក៏ទៅលើចដោដែលសម្រាប់ពាក់ឡើងឈរងាយស្រួលដាក់នឹងអីទេតែបើដើមយើងស្ទើរខ្ពស់ស្ទើរទាបអីយើងហែកយើងឲ្យយើងដាក់ទៅស្រួលជាងតាមពិតវីដេអូនេះគឺខ្ញុំបានថតតាំងពីមុនថ្ងៃខ្ញុំឡើងផ្ទះទៅទៀតតែតែមកបានកាត់ខុសថ្ងៃនេះហើយឥឡូវហ្នឹងអេលីបេឡាគេងូតទឹកហើយគេចង់មកជួយរៀបដែរហើយតែមកជួយរៀបគឺត្រូវប៉ាន់ហើយអប្រិលបនិមិត្តហ្នឹងគឺពេញតាំងរោមភ្នែកឡើងហ្នឹងតែបងប្អូនឃើញនៅពេលដែលយើងហែកវាអញ្ចឹងហើយយើងដាក់ទៅគឺស្អាតហ្មងតែបើសក់ក្បាលខ្ញុំវិញមិនមើលទៅដូចកែអញ្ចឹងអាពេលតឡើងហ្នឹងឃើញៗគាត់តឡើងអត់ការទេប៉ុន្តែអាពេលនេះគឺពេលពងពេញលេខហ្មងគឺជាពេលដែលដាក់គ្រឿងអសេសរីចូលតែកពស់ម្ដងដាក់កៅអីពុបចឹងទៅគឺដល់ចុងបដ ហើយអញ្ចឹងសេតនេះគឺយើងអត់ចាំបាច់ DIY អីច្រើនទេគឺគ្រាន់តែដាក់តាមអ្វីដែលគេឲ្យរៀបហ្នឹងទៅគឺលឿនហ្មងតែគ្រឿងគេមានច្រើនណាស់ដំបូងដើមហ្នឹងគឺខ្ញុំឃើញវារៀងពណ៌បៃតងដែរទេប៉ុន្តែមើលយូរទៅវាទៅជាពណ៌សក្បោះហ្មងដូចដើមស្លឹកឈើហ្នឹងគឺវាត្រូវជាមួយព្រិលអញ្ចឹងមកខាងក្រៅដូចខ្លាំងមែនតើហើយដំបូងខ្ញុំគិតថាខ្ញុំទិញមករៀងតូចពេកហើយតែមានអីនៅក្នុងផ្ទះដាក់ធំប៉ុណ្្នឹងទៅល្មមធំពេកក៏វាលុបពេកដែរបន្ទាប់ពីពយូអាគ្រឿងទាំងអស់ហ្នឹងហើយគេមានទាំងអាបូនេះដើម្បីឲ្យយើងពណ៌ជាមួយនឹងដើមហ្នឹងទៀតអញ្ចឹងខ្ញុំពណ៌តាមហ្នឹងទៅនិយាយទៅគេលៃឲ្យមកសមហើយបាច់ខ្លាចលឹះឬក៏ខ្វះទេឲ្យតែដាក់តាមតែគេដាក់ឲ្យទៅត្រូវហើយតែបើមើលទៅថារៀបឃើញថាយូរបងប្អូនតែបើសិនជាពេលដោះវិញវាអត់ពិបាកដូចពេលដែលយើងរៀបទេដោះគឺលឿនហ្មងហើយជាចុងក្រោយនេះគឺយើងដាក់អាផ្កាយនេះទៅគឺតំណាងឲ្យដើមហ្នឹងគឺរួចរាល់ហើយតែដាក់មានដល់ណាលោកទៅទៅផងអឺផងមកទុកឲ្យម៉ែវិញកូនfinally គឺយើងបានរៀបចំរួចរាល់ហើយមកដល់បងប្អូនសម្រាប់ដើមមួយនេះបងប្អូនឲ្យម៉ានលើម៉ានដែរវាអាចនឹងមិនសូវលេចធ្លោប្រហែលទេប៉ុន្តែវាស៊ីជាមួយនឹងកន្សប់ផ្ទះខ្ញុំខ្លាំងមែនតើហើយបើនៅខាងក្រៅខ្ញុំនិយាយហើយនិយាយទៀតគឺដូចដើមគ្រីស្មាស់ហ្នឹងត្រូវជាមួយនឹងព្រិលអញ្ចឹងតែជាចុងក្រោយទៀតគឺខ្ញុំបានតឡើងជាមួយនឹងរូបគំនូរដែលមាន logo ហើយនឹងឈ្មោះរបស់ Bella Ellie ព្រោះអីគេម្ចាស់ផ្ទះអត់បានណាគ្រប់កន្លែងទាំងអស់សាច់ឈរមើលអញ្ចឹងរួចរាល់ហើយបងប្អូនឲ្យបន្ទុកមកលើមកដែរសម្រាប់ការរៀបចំផ្ទះក៏ដូចជាដើមគ្រីស្មាស់មួយនេះកុំភ្លេច comment ក្នុងវីដេអូផងណានិយាយអញ្ចឹងបងប្អូនគ្រីស្មាស់មានរៀបចំទិញកាដូឲ្យគេនៅបើនៅទេមកអាចពិចារណាលើកាដូប្រមាណមុខនេះបានដឹងតែអ្នកទទួលបានឲ្យសប្បាយចិត្តហ្មងកាដូទី1បងប្អូនអាចទិញ scrap ឲ្យគាត់បានដែលនេះគឺជា B scrap ប្រេងចិនសែដែលមាន ingredient ខុសប្លែកពី scrap ដទៃត្រង់ប្រេងចិនសែហ្នឹងហ្មងជួយឲ្យសាច់ចាំភ្លឺម៉ត់អលងស្អាតហើយមើលទៅស្បែកមានផាសុខភាពហ្មងប៉ុន្តែបញ្ជាក់បើទិញអានឹងឲ្យគាត់កុំភ្លេចថែមប្រេងឲ្យគាត់ផងព្រោះអីប្រេងនេះគឺវាជា best seller ជាមួយនឹង set ហ្នឹងហ្មងប្រើទៅគឺធ្វើឲ្យស្បែករបស់គាត់ឃើញផលកាន់តែលឿនជួយការពារព្យាបាលសង្វារស្នាមអុចខ្មៅជាពិសេស strawberry skin ប្រើឲ្យដល់តែគាត់ជាប់ចិត្តទីរកាដូនឹងទៀតហ្មងជាពិសេសអ្នកទងន់សរសៃខ្ចីគឺប្រើទៅកាន់តែល្អកាដូទី2គឺ B spray ហើយកទេសបំបត្តិមុនក្នុងបកាយខ្លាំងមែនតើមិនថាមុនក្នុងប្រហែលឆ្នាំមកឬក៏អ្នកដែលគាត់ងាយនឹងអាឡែស៊ីលំមាស់កទួលរោលបាញ់កន្លែងណាបាត់កន្លែងហ្នឹងហើយវាក៏ជា product ដែលពិបាករកខ្លាំងមែនតើនៅលើទីផ្សារអញ្ចឹងហើយទិញ B spray ឲ្យគាត់ដូចបង្ហាញពីការយកចិត្តទុកដាក់និងបារម្ភគិតគូរពីគាត់អញ្ចឹងហើយកុំបារម្ភថាទិញកាដូឲ្យគេទៅខ្លាចគេបាញ់ទៅបាត់មើលទៅ feedback ទៅដឹងឲ្យបងប្អូនចង់អ្នកមានមុនខ្នងមុនដំទ្រូងយូរឆ្នាំច្រើនប៉ុណ្ណាទៅពេទ្យសើស្បែកច្រើនប៉ុណ្ណាអត់បាត់ក៏ដោយព្រោះតែមួយនេះប្រកាសជាដឹងមកថាបានវាល្បីខ្លាំង
កាដូទី3គឺម៉ាស់អប់មុខដែលម៉ាស់អប់មុខយើងចែកចេញជាពីរប្រភេទមួយគឺម៉ាស់ខ្ជូងរស័យសម្រាប់អ្នកដែលគាត់មានមុខស្អាតកកស្ទាក់រុនរោមមុខឡើងមុនខ្លាំងហើយចង់ជំរុញកោសិកាមើលជាតិពុលអីគឺត្រូវហ្មងរីឯម៉ាស់សារ៉ៃវិញសម្រាប់ស្បែកមុខ sensitive មុខកំពុងតែរោលខ្លាំងមានមុនសាច់ច្រើនមុខស្ងួតប្រើនេះទៅគឺអេហ្មងធានាថាពេលដែលលាងទឹកចេញគឺដឹងតែចង់យកដៃអាលមកខ្លួនឯងរហូតពួកអីមុខទន់ដាក់ដូចគុនក្មេងចឹងណាចុងក្រោយនេះគឺសាប៊ូដុសខ្លួន Bisovatel ជាប្រភេទសាប៊ូ gel ដែលវាជាប្រភេទសាប៊ូដែលស្រាលស័ក្តិសមជាមួយនឹងស្បែកដែល sensitive បងប្អូនដុសសាប៊ូរដងមិនដែលចាប់អារម្មណ៍មើលទេថាគ្រាន់តែមុជទឹកហើយស្បែកស្ងួតភ្លាមហ្មងអញ្ចឹងកុំរំលងជាមួយនឹងរបស់ដែលយើងប្រើជាប្រចាំព្រោះអីសាប៊ូមួយនេះវាមិនត្រឹមតែជាសាប៊ូដុសខ្លួនទេប៉ុន្តែវាដូចជារបស់ដែលថែស្បែកយើងមួយយ៉ាងឲ្យស្បែកយើងមានសំណើមឡក់ជាប់តែម្ដងជាពិសេសអ្នកមានក្លិនខ្លួនឬក៏កំពុងតែមានមុនខ្នងប្រើទៅគឺដឹងតែពេញចិត្តហ្មងអញ្ចឹងឥឡូវប្រាប់ខ្ញុំមើលថាសម្រាប់ចិត្តបាននៅតែគួរទិញមួយណាធ្វើជាកាដូប៉ុន្តែមុននឹងទិញឲ្យគេកុំភ្លេចគិតដល់ខ្លួនឯងផងណា Christmas ឆ្នាំនេះអត់ទិញឲ្យគេក៏ដោយក៏អាចមានឱកាសទិញកាដូឲ្យខ្លួនឯងដែរស្រឡាញ់ខ្លួនឯងបានច្រើនចាំស្រឡាញ់គេលឺឯង